កូនសុភាម្នេះកូនម្នេះចាស់ម៉ែមានកាយមែនទេកូនជម្រាបសួរបងទៅកូននេះគឺកូនមីងមែនទេស្អាតខ្លាំងណាស់ព្រះអើយក្មួយក៏ថាស្អាតដែរមែនទេក្មួយចង់បាននាងមែនទេម៉ែនិយាយអីហ្នឹងណែទៅណាក៏ទៅចុះម៉ែនិយាយគ្នាលេងសិនទៅក្រោយសិនទៅកទូចចាមីងកូនមីងស្អាតណាស់តើមីងព្រមលើកនាងឲ្យខ្ញុំទេព្រមពិតជាព្រមឲ្យតែមានប្រាក់ច្រើនមកឲ្យតែមីងព្រមលើកកូនឲ្យខ្ញុំមីងកុំបារម្ភរឿងប្រាក់អីប្រហែលក៏ខ្ញុំឲ្យដែរចាតើស្អីទៅមីងគឺកូនមីងគេមានប្តីហើយថាម៉េចតែក្មួយកុំអារម្មណ៍អីប្តីនោះវាឈួតឡប់ក្រតែស្រេចតែលឺមីងទេណាម្យ៉ាងឲ្យវាតែ3-4កាំងវាលក់ប្រពន្ធឲ្យមិនខានទេបាទមីងខ្ញុំមិនប្រកាន់ទេព្រោះនាងស្អាតណាស់តែមីងត្រូវចាត់ការកូនប្រសាមីងឲ្យខ្ញុំផងទៅពិតមែនអីអរគុណណាស់រឿងនោះចាំមីងចាត់ការឲ្យតែថាណែតើរឿងអីទៀតហើយមីងគឺក្មួយត្រូវតែកក់ប្រាក់សិនខ្លះមកណាបានណែមីងយកចុះចាអរគុណណាស់ឥឡូវក្មួយទៅសម្រាប់សិនចុះណាមីងចាត់ការឥឡូវនេះតែម្ដងម៉ែមានការអីមែនទេម៉ែបានជាមកដល់លើភ្នំបែបនេះមកមើលថាឯងធ្វើការអត់នឹងហើយមិនក៏ថ្ងៃនេះមកជីកលើកំពូលភ្នំទៅវិញហ៎អត់ជីកទេម៉ែខ្ញុំគ្រាន់តែឡើងមកបេះផ្លែឈើបន្តិចទៀតខ្ញុំចុះទៅវិញហើយហើយបានអីខ្លះទេបានខ្លះដែរម៉ែពិសាទៅខ្ញុំទៅបេះខាងនោះទៀតសិនចាហើយបេះប្រយ័ត្នផងណាមីងមលីគ្មានចេតនាល្អទេគាត់ស្អប់គាត់មិនចូលចិត្តហើយឃើញថាកូនគាត់អាចរកប្តីថ្មីបានគាត់ក៏រកវិធីធ្វើឲ្យនាយទេពធ្លាក់ទៅលើកំពូលភ្នំស្លាប់ក្នុងពេលនោះតែម្ដងនេះណែងាប់ទៅអាក្ររហាមអូយជួយផងអញចង់ឃើញបែបនេះយូរហើយទៅងាប់ទៅអាចង្រៃងាប់ទៅឃើញថានាយទេពធ្លាក់ពីជ្រោះបាត់ឈឹងមីងមលីក៏វិលទៅផ្ទះវិញហើយសម្ដែងជាកំសត់ឡើងថាកូនសុភាប្តីរបស់ឯងធ្លាក់ទៅលើជ្រោះស្លាប់បាត់ហើយកូនកូនហើយកូនម៉ែថាម៉េចមិនប៉ិតទេមិនប៉ិតកូនទៅរកគាត់សិនកាត់ចិត្តទៅកូនស្រីណែកុំទៅអីម៉ែឃើញថាសពអាទេពត្រូវខ្លាស៊ីអស់ហើយទៅនាំតែមានគ្រោះថ្នាក់ទេកូនម៉ែពុតធោបងទេបងមិនគួរណាអាយុខ្លីបែបនេះសោះបងកាត់ចិត្តទៅនាងគាត់ទៅបានសុខហើយនាងគួរតែគិតអំពីអ្នកដែលនៅរស់វិញល្អជាងបុរសម្នាក់នេះនិយាយត្រូវហើយកាត់ចិត្តទៅអ្នកស្លាប់ទៅគេបានសុខហើយម៉ែកូនមិនអាចទទួលយកបានទេម៉ែចាម៉ែយល់សុភាហេតុថារន្ធត់ចិត្តពេកនាងក៏សន្លប់ចំណែកមីងមលីក៏និយាយថានាងគ្រាន់តែសន្លប់មិនអីទេចំណែកក្មួយនឹងខ្លាចជាកូនប្រសាររបស់មីងយ៉ាងប្រកបណាក្មួយដឹងទេមីងពិតជាប្រកែមែនមីងកុំបារម្ភអីបើខ្ញុំរៀបការជាមួយកូនមីងរួចរាល់កាលណាខ្ញុំនឹងជូនមាសជូនប្រាក់ជូនដីនិងជូនចំការមិនខ្វះទេចាក្មួយចាមួយរយៈក្រោយមកមីងមលីចេះតែបង្ខំសុភាឲ្យយកប្តីថ្មីតែសុភាក៏ព្យាយាមប្រកែកដូចគ្នាប្តីខ្ញុំស្លាប់មិនទាន់បានប្រមាណផងឲ្យខ្ញុំយកប្តីថ្មីយ៉ាងម៉េចទៅម៉ែនៅនឹកអាក្ររហាមនោះដល់ណាទៀតព្រមតាមម៉ែទៅកូននឹងមានអនាគតល្អណាស់កូនម៉ែកុំបង្ខំខ្ញុំអីកូនមិនស្រឡាញ់បរិសម្នាក់នោះទេម៉ែឈប់តាមកូនទៀតហើយកុំប្រកែកតវ៉ាអីម៉ែនិយាយស្រួលមិនស្ដាប់អីឬក៏ឯងនេះចង់ឃើញម៉ែស្លាប់មែនទេទើបឯងព្រមហាកូនមិនព្រមទេម៉ែកូននឹកប្តីកូនណាឈប់នឹកអាខ្មោចនឹងទៅម៉ាត់ណាម៉ាត់នឹងហាមប្រកែកឆាប់រៀបចំសែនព្រេនដូនតាឥឡូវនេះភ្លាមបរោះសថីនោះណាកំពុងតែមកហើយមីងមលីនិយាយមិនទាន់ចប់ផងនាយឈ្មួញក៏មកដល់មែនព្រមជាមួយនឹងមាសប្រាក់យ៉ាងច្រើនផងដែរ